ចាជាដំបូងនេះខ្ញុំសូមជូនសំណួរទៅលីណាអឺតើលីណាគិតថាភាសាកំណើតមានអត្ថន័យយ៉ាងណាចំពោះលីណាហើយតើលីណាធ្លាប់ឆ្លងកាត់អ្វីខ្លះតាមរយៈបទពិសោធន៍កន្លងមកហើយផលវិបាកអ្វីខ្លះដែលលីណាជួបផ្ទាល់ក្នុងនាមជាក្រុមជនជាតិភាគតិចចាមដែលត្រូវរៀនភាសាពីរក្នុងពេលតែមួយ តាំងពីបឋមវិទ្យាល័យតមកដល់សាកលវិទ្យាល័យនេះចាអរគុណខ្លាំងមែនទែនដល់បងធីតាសម្រាប់ការលើកសំណួរទី1ដល់នាងខ្ញុំអឥឡូវនេះយើងកំពុងជជែកពិភាក្សាអំពីតើភាសាកំណើតក៏ដូចជាអត្តសញ្ញាណវប្បធម៌និង gender ពិតជាផ្ដល់ឧបសគ្គសម្រាប់កុមារជនជាតិដើមភាគតិចនិងជនជាតិភាគតិចក្នុងការទទួលបានការអប់រំប្រកបដោយគុណភាពមែនដែរឬទេខ្ញុំអាចឆ្លើយយ៉ាងច្បាស់ថាភាសាកំណើតនិងវប្បធម៌មិនមែនជាឧបសគ្គពីកំណើតនោះទេផ្ទុយទៅវិញគឺជាទ្រព្យសម្បត្តិនិងជាទុនធានដ៏មានតម្លៃប៉ុន្តែវាក៏អាចក្លាយទៅជាបញ្ហាដ៏ធ្ងន់ធ្ងរប្រសិនបើប្រព័ន្ធអប់រំមិនបានត្រៀមខ្លួនទទួលស្គាល់និងផ្ដល់តម្លៃឲ្យហើយយើងងាកមកសំណួរទី1វិញថាសម្រាប់ខ្ញុំផ្ទាល់ក្នុងនាមខ្ញុំជាជនជាតិភាគតិចចាមកម្មសាសនាអ៊ីស្លាមនៅក្នុងប្រទេសកម្ពុជានេះខ្ញុំគិតថាភាសាកំណើតមិនមែនជាមធ្យោបាយនិយាយធម្មតាសម្រាប់តែទំនាក់ទំនងក៏ដូចជាវាជាគន្លឹះនៃអត្តសញ្ញាណហើយវាមានអត្ថន័យយ៉ាងជ្រាលជ្រៅមែនទែននៃអត្តសញ្ញាណដែលជាកេរតំណែងនិងជាការចងភ្ជាប់យ៉ាងរឹងមាំជាមួយនឹងមូលដ្ឋានជំនឿសាសនាក៏ដូចជាសហគមន៍ហើយក៏ដូចជាការចងចាំនៅប្រវត្តិសាស្ត្របន្តពីមួយជំនាន់ទៅមួយជំនាន់ផងដែរសម្រាប់ខ្លួននេះខ្ញុំផ្ទាល់ថាខ្ញុំដឹងថាខ្ញុំមកពីណាខ្ញុំជានរណាទទួលយកគុណម្ល៉េះដែលដូនតាបានបន្សល់ទុកបង្កើតអារម្មណ៍ថាខ្លួនមានឫសគល់ពិតប្រាកដហើយមិនបោះបង់ភាសាជាជនជាតិចាមទោះបីរស់នៅក្នុងប្រព័ន្ធសិក្សាស្តង់ដារអប់រំជាតិក៏ដោយហើយមួយវិញទៀតផងដែរដែលខ្ញុំជប់ចាត់ទុកថាភាសាកំណើតគឺជាគ្រាប់ពូជមួយផ្នែកនៃដំណើរជីវិតរបស់ខ្ញុំហើយពេលភាសានេះអាចរស់នៅវប្បធម៌របស់យើងក៏រស់នៅជាមួយគ្នាផងដែរសរុបមកភាសាកំណើតមិនមែនជាឧបសគ្គទេតែជាទ្រព្យសម្បត្តិដែលបង្កើតនៅភាពចម្រុះនៃសង្គមហើយភាសាកំណើតនេះដែរក៏បានក្លាយទៅជាកម្លាំងចលករដែលធ្វើឲ្យនាងខ្ញុំមានអត្តសញ្ញាណច្បាស់លាស់និងស្វះស្វែងក្នុងការសិក្សារៀនសូត្រក៏ដូចជាចូលរួមជាមួយនឹងកិច្ចការងារសង្គមឧទាហរណ៍ជាក់ស្ដែងដូចនាងខ្ញុំមានឱកាសក្នុងការចូលរួមជាមួយនឹងយុវជនទាំងអាចអប់រំរបស់អានីភីនាពេលបច្ចុប្បន្ននេះជាដើមហើយបើយើងងាកមកចំនួនបន្តវិញតកតងជាមួយនឹងបញ្ហាប្រឈមដែលឆ្លងកាត់តាមរយៈការបទពិសោធន៍របស់នាងខ្ញុំផ្ទាល់ថាជួបនឹងរឿងរ៉ាវអ្វីខ្លះតាំងពីបឋមសិក្សាវិទ្យាល័យក៏ដូចជាតមករហូតដល់សាកលវិទ្យាល័យនេះខ្ញុំអាចលើកឡើងជាទូលំទូលាយដើម្បីឲ្យគ្នាបានដឹងថានៅក្នុងគ្រួសារយើងប្រើប្រាស់និយាយជាភាសាចាមហើយដល់ពេលយើងទៅសាលារៀនសាលារដ្ឋអីចឹងទៅរៀនប្រើជាភាសាខ្មែរហើយបើនៅក្នុងសហគមន៍វិញគឺត្រូវរៀនជាភាសាអារ៉ាប់សម្រាប់សាសនាជាដើមហើយក្រៅពីនេះទៀតក្រៅមកបំពន់ផ្សេងៗគឺរៀនជាភាសាអង់គ្លេសនៅក្នុងសាលាឯកជនក៏ដូចជាដើម្បីជាជំនួយបន្ថែមទៀតអញ្ចឹងវាច្រើនភាសាមែនទែនសម្រាប់នាងខ្ញុំក្នុងការផ្ដោតដូចជាលើភាសាតែមួយដែលធ្វើឲ្យគុណភាពនៃការអប់រំកាន់តែរីកចម្រើនទៅមុខហើយនេះខ្ញុំនឹងលើកឡើងជាមួយនឹងបញ្ហាសំខាន់3ដែលនាងខ្ញុំឆ្លងកាត់មកគឺទី1តកតងជាមួយនឹងគម្លាតភាសានិងការអប់រំដូចយើងដឹងស្រាប់ហើយថាកាលពីបឋមសិក្សានិងមធ្យមសិក្សាការប្រែប្រួលនៃគំនិតពីភាសាចាមដែលយើងប្រើប្រាស់ជាកំណើតទៅជាភាសាខ្មែរផ្លូវការដែលសម្រាប់ការសិក្សារៀនសូត្រដែលវាបង្កនៅផលវិបាកមែនទែនទាំងការអានការសរសេរក៏ដូចជាវេយ្យាករណ៍ផ្សេងជាពិសេសផ្នែកអគណិតវិទ្យាអីវិទ្យាជីវៈអីជាដើមហើយទន្ទឹមនឹងនេះដែរគ្រូក៏គាត់នៅគ្រប់គ្រងក៏ដូចជាផ្ដល់ពេលវេលាបន្ថែមក្នុងដើម្បីឲ្យសិស្សានុសិស្សកាន់តែអឺទំនាក់ទំនងផ្ទាល់ជាមួយនឹងមិត្តភ័ក្តិក៏ដូចជាគ្រូក្នុងការប្រើប្រាស់អាចនិយាយចេញជាភាសាខ្មែរតែពេលខ្លះចេញជាសំនៀងសូរស័ព្ទជាភាសាចាមអីចឹងទៅពេលខ្លះមានអារម្មណ៍ថាខ្មាស់មានសំណល់ក្នុងខ្លួនយើងអាចបត់បែនទៅតាមលំដាប់លំដោយនៃពាក្យពេចន៍នៃការនិយាយដែលអាចសរុបមកវិញថាជាបច្ចេកទេសភាសាខ្មែរដែលយើងរៀនតាមសៀវភៅធម្មតាខ្ញុំឧទាហរណ៍ជាក់ស្ដែងថាភាសាដែលយើងអានក្នុងសៀវភៅក្នុងអីយើងប្រកបអីដូចជាពាក្យថាខ្ញុំដល់ពេលយើងនិយាយប្រើប្រាស់ជាផ្លូវការពាក្យថាខ្ញុំ
អីអញ្ចឹងទៅអញ្ចឹងយើងបិទបាញ់មកតង់ទៀតអញ្ចឹងវារៀងយឺតយ៉ាវជាងគេដែលយើងត្រូវផ្ដោតទាំងការភាសាដែលយើងប្រើប្រាស់ប្រចាំថ្ងៃផងទាំងការរៀនការអានការសរសេរទៀតផងហើយបើយើងនិយាយពីការបទពិសោធន៍ដែលខ្ញុំដឹងជាងគេក្នុងជីវិតរបស់ខ្ញុំហ្នឹងគឺនៅពេលដែលយើងហ៊ានពីបឋមសិក្សាក៏ដូចជាវិទ្យាល័យអញ្ចឹងទៅពេលយើងប្រឡងប្រកួតប្រជែងនៅក្នុងសាលាយើងផ្ទាល់ដែលសិតតែសហគមន៍ចាំខ្លួនឯងអញ្ចឹងទៅយើងមានអារម្មណ៍ថាខ្លួនឯងយើងមានបន្ទុកខ្ពស់មានលំដាប់អីចឹងទៅប៉ុន្តែបើយើងងាកទៅប្រកួតប្រជែងជាមួយនឹងសាលាដែលរដ្ឋអីផ្សេងទៅមានអារម្មណ៍ថាយើងធ្លាក់ចុះជាលំដាប់អញ្ចឹងយើងជាជំហានមួយដែលខ្ញុំចាប់ផ្ដើមគិតថាភាសានេះគឺរៀងចាស់ឥទ្ធិពលជាឧបសគ្គនៃបញ្ហាដែលយើងអត់អញនិយាយបានថាយើងអត់តាមទាន់អឺគេឬក៏មិត្តភ័ក្តិផ្សេងដែលគាត់មានភាសាភាសាពីកំណើតជាភាសាខ្មែរអីចឹងទៅហើយទីពីរខ្ញុំនឹងលើកឡើងតាក់ទងជាមួយនឹងការប៉ះពាល់ទៅលើសម្ពាធអារម្មណ៍ដែលយើងដឹងហើយថានៅកាលវ័យកុមារភាពវ័យក្មេងអីចឹងទៅខ្ញុំធ្លាប់មានអារម្មណ៍ថាខ្ញុំអត់ចង់និយាយភាសាចាំខ្លួនឯងទេខ្ញុំមិនបានខ្ញុំត្រូវការមកមានភាសា2 3ខ្ញុំហ៊ានពិបាកខ្ញុំប្រើប្រាស់ក្នុងការនិយាយទំនាក់ទំនងអីពិបាកម៉េចហើយភាសាចាំហ្នឹងអត់មានទំនើបអីលយអីទេនិយាយទៅអត់មានអ្នកចេះស្ដាប់ផងនឹងទៅលេងមួយមិត្តភ័ក្តិគេណាកើតយកអត់មានទំនុកចិត្តទៅលើខ្លួនឯងហើយពេលយើងនិយាយជាមួយគ្រូអីទៅយកអត់សូវមានទំនុកចិត្តខ្លាចនិយាយទៅវាខុសពាក្យអត់មានរបៀបរៀបរយអត់មានការគោរពទៅដល់លោកគ្រូអ្នកគ្រូដោយសារតែវាច្បុកច្បល់គ្នាខ្លាំងមែនតើហើយពេលហ្នឹងខ្ញុំចាប់ផ្ដើមដឹងថាវារៀងមានសម្ពាធខ្លាំងហើយយើងខ្លាចខុសកាន់តែច្រើនទាំងការចូលរួមកិច្ចការងារសង្គមការស្ម័គ្រចិត្តក៏ដូចជាការស្ម័គ្រលើកដៃចូលរួមនៅក្នុងការសួរលោកគ្រូអ្នកគ្រូអីចឹងទៅវាអត់មានទំនុកចិត្តក្នុងការនិយាយទេហើយដល់ពេលធំឡើងខ្ញុំចាប់ផ្ដើមគិតថាអត់អីទេភាសាកំណើតភាសាឯកដែលបើសិនជាយើងចេះបត់បែនក៏ដូចជាបដូរផ្ដាច់ខិតខំស្វែងរកគ្មានអ្វីដែលវាជាឧបសគ្គក៏ដូចជាបទពិសោធន៍ដែលយើងឆ្លងកាត់ដែលត្រូវបានគេបូកដែលរើសអើងឬក៏ផ្សេងអីទៅហើយអ្វីដែលខ្ញុំចង់លើកឡើងពាក់ព័ន្ធទៅរឿងនេះខ្ញុំសូមផ្សារភ្ជាប់ជាមួយនឹងឧបសគ្គទី3ដែលយើងមើលឃើញជាក់ស្ដែងហ្មងគឺឧបសគ្គនៃ gender តាក់ទងទៅនឹង gender នេះខ្ញុំបានសង្កេតឃើញថាក្មេងស្រីជនជាតិចាមភាគតិចត្រូវប្រឈមមុខនឹងសម្ពាធទ្វេដងមិនថាតាក់ទងជាមួយនឹងលំបាកផ្នែកភាសាក្នុងការប្រើប្រាស់ភាពក្លាហានភាពមានទំនុកចិត្តក៏ដូចជាការជឿជាក់ភាពលះបង់នូវភាពខ្មាស់អៀនទេក្នុងគឺមានសម្ពាធមួយទៀតគឺការគ្រួសារគឺមានការបង្ខិតបង្ខំឲ្យមានការរៀបអាពាហ៍ពិពាហ៍មួយចំនួនគឺឆាប់រហ័សខ្លាំងមែនទែននេះគឺជាផលវិបាកដែលគាត់សម្គាល់ខ្លាំងមែនទែនហើយឧបសគ្គទាំងនេះគឺរារាំងមិនថាក្មេងស្រីនៅតាមជនបទឬក៏តំបន់ទេសចរណ៍ឬក៏សហគមន៍ខ្ញុំផ្ទាល់គឺបង្កើតអត្រានៃការបះបង់ការសិក្សាច្រើនមែនទែនដែលបើប្រៀបធៀបទៅនឹងក្មេងប្រុសហើយមួយវិញទៀតក៏វាផ្សារភ្ជាប់ទៅនឹងថាស្ត្រីនៅផ្ទះស្រួលអឺកុំគិតវិញឆ្ងាយអីខាត់ពេលអីចឹងរៀនបានមកចេះមកអីចឹងទៅហើយជាបញ្ហាមួយដែរដែលវាជះឥទ្ធិពលក្នុងការទទួលបានការអប់រំខ្ពស់ហើយលើសពីនឹងទៀតក៏មានជាការខាត់ខាំងថាមិនបាច់រៀននេះទេយើងរៀនទៅសាសនាឬក៏ភាសាខ្លួនឯងទៅបានហើយមិនបាច់រៀនភាសាជាតិឬក៏មិនបាច់ទេខ្លាចយើងទៅតាមផ្លិតផ្លើនអីទៅតាមគេអីចឹងទៅនេះគឺជាបទពិសោធន៍ដែលខ្ញុំជួបរយៈពេលមកដល់ពេលនេះផងដែរចាសូមអរគុណចា